ឯងសម្ដីថ្លោះណាស់ឯងគង់តែដឹងគ្នាទេយើងទៅវិញហើយ អោពីឯងចេះធ្វើការទេកុំទៅបន្ទោសអ្នកណាអីយកស្អីបិទបាំងកន្លែងស្អុយនឹងទៅវាចប់បាត់ទៅហើយត្រូវប៉ូលីសទៅឆែកហើយព្រមទាំងចាប់គេបញ្ជូនទៅដោះស្រាយតាមផ្លូវច្បាប់ទៀតរឿងរកស៊ីមិនទៀងត្រង់នៅក្នុងផ្ទះខាងម្ដាយក្មេកនាពេលនេះកំពុងតែមានការតវ៉ាមិនពេញចិត្តពីសំណាក់កូនប្រសារច្បងស្រីដែលទាមទារចង់បានសម្បត្តិឪពុកម្ដាយក្មេកពុកម៉ែកំពុងតែមើលរំលងកូនប្រសារច្បងដូចជាខ្ញុំហើយធ្វើអញ្ចឹងដូចជាមិនអោយតម្លៃកូនប្រសារច្បងទេកូនប្រុសច្បងពុកម៉ែជួយពុកម៉ែធ្វើការរកស៊ីតម្រាំតែមានបានមកដល់សប្តាហ៍ថ្ងៃនេះមិនមែនជារឿងងាយស្រួលឡើយពុកម៉ែគួរតែគិតពីរឿងនេះផងទៅកូនប្រសាស្ងប់អារម្មណ៍សិនទៅកូនស្រីកុំធ្វើឲ្យរឿងនេះคล้ายទៅជារឿងធំដុំអីកូនជាកូនប្រសាច្បងពុកម៉ែតែងតែចែកទ្រព្យឲ្យលើសគេគ្រប់ពេលកូនតវ៉ាចង់បានអ្វីទៀតនោះកូនគួរតែយកយល់ខ្លះទៅណាកូនប្រសាម៉ែកូនឯងនិយាយត្រូវហើយកូនគួរតែយកយល់ដល់ពុកម៉ែផងពុកម៉ែគ្រាន់តែជួយដល់កូនពៅដែលគ្នាមិនទាន់រៀបការផ្ដល់ប្រាក់ឲ្យបង្កើតមុខរបរដូច្នេះកុំប្រកាន់អីណាកូនកូនប្រសាកំខឹងអីណាកូនចាត់ទុកថាជួយដល់ប្អូនកូនទៅយើងជាគ្រួសារតែមួយទេកូនប្រសាគួរតែគិតពីចំណុចនេះផងទៅតែគេមិនតាន់មានប្តីទេម្យ៉ាងទៀតនាងក៏ជាកូនស្រីរៀបការរួចប្តីចិញ្ចឹមតដែលសោះតែត្រូវចែកទ្រព្យឲ្យធ្វើអីទៅនាងមិនមែនជាកូនប្រុសឯណាប្តីខ្ញុំទេដែលជាកូនប្រុសគួរតែទទួលបានអ្វីៗគ្រប់យ៉ាង កូនប្រុសឬស្រីគឺសុទ្ធតែកូនទាំងអស់ហ្នឹងកូនសំខាន់ដូចគ្នាកូនមិនគួរបែងចែកស្រីឬក៏ប្រុសនោះទេព្រោះវាមិនស័ក្តិសមនឹងចរិតដែលយើងត្រូវបង្ហាញកូនរៀនសូត្របានចេះដឹងជ្រៅជ្រះដែរកូនគួរតែនិយាយស្ដីឲ្យតម្លៃដល់មនុស្សគ្រប់គ្នាផងណាបើកូននិយាយស្ដីបែបនេះគឺប្រៀបបីដូចជាកូនកំពុងទៅមើលងាយប្អូនថ្លៃដែលជាកូនស្រីពុកម៉ែហើយ ពុកម៉ែពិតជាលំអៀងណាស់ពេលប្តីខ្ញុំចេញពីធ្វើការខ្ញុំនឹងនាំគាត់មកម្ដងទៀតនិយាយចប់ហើយនាងក៏បានចាក់ចេញទៅកូនប្រសាយើងម្នាក់នេះចង់បានតែម្នាក់ឯងមិនចង់ចែកអ្នកណាទេយើងមិនគួរឲ្យកូនប្រសាដឹងទេមុននឹងចែកអ្វីដល់កូនស្រីរបស់យើងនាងចង់បានជាងកូនប្រុសយើងទៅទៀត ខ្ញុំគិតថាយើងគួរតែលាក់ហើយថ្ងៃក្រោយនោះកុំឲ្យកូនប្រសាបានដឹងឲ្យសោះនាំតែមានរឿងឆ្លោះប្រកែកគ្នានោះទេម៉ែវាឯងនិយាយត្រូវណាស់លើកក្រោយយើងគួរតែធ្វើបែបនេះដល់នេះមកដល់ផ្ទះរបស់នាងដោយម្ដាយនាងកំពុងតែបញ្ចុកបាយចៅប្រុសដែលមានវ័យ3ឆ្នាំមានរឿងអីនឹងកូនដូចជាខឹងមកពីណាអញ្ចឹងខ្ញុំខឹងជាមួយម៉ែឪក្មេកខ្ញុំណាដែលចែកលុយចែករបស់ឲ្យកូនស្រីពៅគាត់យកទៅធ្វើដើមទុនរកស៊ីដោយមិនសួរយោបល់ពីខ្ញុំនិងកូនប្រុសគាត់សោះក្នុងនាមខ្ញុំជាកូនប្រសាច្បងហើយកូនប្រុសជាកូនច្បងគាត់ទៀតគាត់ធ្វើបែបនេះបានដោយរបៀបណាទៅកូននិយាយត្រូវហើយក្នុងនាមកូនជាកូនប្រសាច្បងគាត់គួរតែពិភាក្សាជាមួយកូននិងប្តីរបស់កូនម៉ែឪក្មេកកូនធ្វើបែបនេះមិនត្រឹមត្រូវនោះទេខ្ញុំពិតជាខឹងណាស់ម៉ែគ្រួសារខាងគាត់ធ្វើអីមួយគឺរំលងក្បាលខ្ញុំបែបនេះកូនគួរតែប្រាប់ប្តីកូនពីរឿងនេះហើយប្រយ័ត្នកូនពៅលេបតបាក់យកទ្រព្យដែលនៅសេសសល់អស់ទៅចាម៉ែអ្នកលក់ចិញ្ចុលពីក្នុងហាងនេះខណៈដែលម្ចាស់ហាងកំពុងតែបុកបញ្ជីចំណូលចំណាយចំណូលខែនេះបានច្រើនគួរសមដែរមិនខាតទេមានតែចំណេញល្មមយកលុយដែលខ្ចីពុកម៉ែមកធ្វើដើមរកស៊ីនេះសងគាត់វិញហើយពុកម៉ែឃើញដែរទេខ្ញុំមិនធ្វើឲ្យពុកម៉ែខកចិត្តនោះឡើយកូនស្រីពុកម៉ែគឺពូកែបែបនេះខណៈដែលនាងកំពុងតែបុកបញ្ជីប្អូនប្រុសរបស់នាងក៏បានចូលមកដល់ថៅកែស្រីទំនេរដែរទេអាចមានពេលនិយាយជាមួយគ្នាដែរឬអត់បងប្រុសចេញពីធ្វើការលឿនម្លេះមិនបាច់ហៅខ្ញុំបែបនេះនោះទេខ្ញុំនៅតែជាប្អូនស្រីរបស់បងមិនមែនជាថៅកែស្រីអីទេឃើញប្អូនបើកហាងលក់ដាច់អញ្ចឹងបងសប្បាយចិត្តណាស់ព្រោះមិនចាំបាច់លាដៃសុំលុយពីបងទៀតខ្ញុំធំហើយណាបងប្រុសខ្ញុំមិនចង់លាដៃសុំលុយពីពុកម៉ែនិងបងប្រុសទៀតទេបានប្អូនដឹងក្តីបងមានតែសប្បាយចិត្តជូនពរឲ្យកាន់តែជោគជ័យណាប្អូនសម្លាញ់ចាអរគុណណាស់បងប្រុសថ្ងៃនេះប្រពន្ធបងទៅរករឿងពុកម៉ែដល់ផ្ទះពីរឿងដែលឯងខ្ចីលុយពុកម៉ែយកមកបើកមុខរបរនេះបងមិនដឹងថាត្រូវនិយាយបែបណាជាមួយប្រពន្ធបងពីរឿងនេះទេបងថ្លៃធ្វើបែបនេះព្រោះតែគាត់គិតថាខ្ញុំនឹងមិនសងលុយទៅពុកម៉ែវិញឡើយគាត់ចង់បានទ្រព្យពុកម៉ែថែមទៀត
ខ្ញុំមិនបន្តគាត់ទេព្រោះគាត់មានកូនដែលត្រូវចិញ្ចឹមហើយបងប្រុសក៏ជាកូនប្រុសច្បងគួរតែបានអ្វីៗទាំងអស់បងថ្លៃចង់បានគឺត្រឹមត្រូវណាស់ កុំគិតពីរឿងបងថ្លៃឯងអីកុំយករឿងនោះដាក់នៅក្នុងចិត្តណាបងមិនចង់ធ្វើឲ្យទំនាក់ទំនងពួកយើងត្រូវល្អក់កកនោះទេ ខ្ញុំក៏មិនអាចគិតថាពួកយើងនឹងមានថ្ងៃនោះដែរបងប្អូនឈាមរបស់យើងគឺខាប់ជាងទឹកខ្ញុំមិនប្រកាន់ខាំងជាមួយបងថ្លៃទេអ្វីដែលគាត់ធ្វើគាត់ចង់ឲ្យគ្រួសាររបស់គាត់រស់នៅទទួលបានសុខស្រួលតែអ្នកណាដែលចង់ពិបាកនោះ អរគុណដែលឯងតែងតែយោគយល់បងនឹងឧស្សាហ៍ព្យាយាមនិយាយពីរឿងនេះជាមួយប្រពន្ធបងរំលឹកនាងពីរឿងដែលត្រូវនិយាយនិងរឿងដែលមិនត្រូវនិយាយ ចា៎ បងទៅផ្ទះសិនហើយណា បងប្រុសយកផ្លែឈើខ្លះទៅហូបខ្លះទៅមកឲ្យកុំឲ្យដៃទៅទេណា លក់ដឹងទៅលក់ទៅមិនបាច់ចែកបងប្អូនទេបើបងចង់ហូបបងនឹងទិញកុំឲ្យទៅទេអញ្ចឹងអីណាខ្លាចតែថ្ងៃក្រោយទម្លាប់ទៅពេលលេងឲ្យអីអាចនឹងខឹងបាន បងប្រុសយើងគឺជាបងប្អូននឹងគ្នាទេកុំនិយាយបែបនេះអី បងទៅសិនហើយណា ថាចាប់ហើយអ្នកដែលជាបងប្រុសក៏បានចាក់ចេញទៅតែម្ដងករណីមកដល់ផ្ទះដាក់របស់របរចោះគេស្រដីទៅកាន់ប្រពន្ធតែម្ដង បងមានរឿងចង់និយាយជាមួយអូន មានរឿងអីក៏ឆាប់និយាយមកដល់ពីធ្វើការភ្លាមមានរឿងនិយាយជាមួយប្រពន្ធផ្លេតតែម្ដងណោះ រឿងប្អូនស្រីបងអូនកុំទៅរករឿងនិយាយអីទៀនប្អូនស្រីបងមិនបានយកលុយពុកម៉ែទៅទេនាងខ្ចីពីពុកម៉ែតើទុកឲ្យនាងរកស៊ីឲ្យបានសុខផងទៅគ្នាខ្លួនមួយគ្នាចង់រស់នៅដោយសុខសាន្តដោយលុយខ្លួនឯងអូនមានប្តីចិញ្ចឹមហើយគួរតែនៅផ្ទះរកសេចក្តីសុខនៅក្នុងផ្ទះយើងទៅប៉ុណ្ណឹងបានទេប្រពន្ធសម្លាញ់ ខ្ញុំមិនបានទៅរករឿងស្អីទេបងកុំចេះតែថាពេកបងកុំគិតថាខ្ញុំមិនដឹងអ្វីឲ្យសោះនោះយ៉ាងណាក៏ឈាមខាប់ជាងទឹកដែរបងគិតថាពុកម៉ែបងទទួលយកលុយដែលកូនសងវិញនោះមែនទេគាត់ច្បាស់ជាមិនយកឡើយគាត់ទុកនៅនឹងនាងសម្រាប់ប្រើប្រាស់ពេលក្រោយទៀតរឿងនេះខ្ញុំដឹងច្បាស់ណាស់ដឹងថាពុកម៉ែបងស្រឡាញ់កូនលំអៀងហើយបងជាកូនច្បងទៀតមិនក៏ពួកគាត់មិនយល់អញ្ចឹងបងជាកូនប្រុសបងគួរតែទទួលបានចំណែកគ្រប់បែបយ៉ាងទាំងអស់ ពួកយើងជាកូនដូចគ្នាជាសាច់ឈាមតែមួយអ្វីដែលបងទទួលបានប្អូនស្រីបងក៏ត្រូវតែទទួលបានដូចគ្នាពុកម៉ែគាត់មិនបង្រៀនឲ្យពួកបងមានចរិតលំអៀងបែបហ្នឹងទេអូនក៏ត្រូវតែធ្វើបែបនេះដែរនៅពេលដែលយើងមានកូនអូនត្រូវតែស្រឡាញ់កូនឲ្យបានស្មើគ្នាកុំលំអៀងទៅខាងណាឲ្យសោះស្ដាប់យល់ដែរទេប្រពន្ធសម្លាញ់ ឈប់និយាយទៅខ្ញុំដូចជាមិនចង់ស្ដាប់អ្វីដែលបងនិយាយទៀតឡើយសង្កេតតិចណាស់ បើដូច្នេះសម្រេចថាយើងយល់គ្នាហើយណាបងទៅរកងូតទឹកឲ្យតិចខ្លួនសិន ទៅចោះនិយាយមិនអាចចូលគ្នាទេគ្រីលីបន្ទាប់ពីបិទហាងមកដល់ផ្ទះវិញនាងបានយកផ្លែឈើខ្លះៗទៅដាក់នៅក្នុងទូទឹកកកខណៈដែលឪពុកនាងក៏បានមកឃើញ កូនស្រីពុកមកវិញហើយហីការលក់ដូររបស់កូនយ៉ាងម៉េចដែរដាច់ខ្លាំងឬក៏អត់កូន ការលក់ដូររបស់ខ្ញុំកាន់តែលូតលាស់ប្រសើរជាងពីមុនខ្លាំងណាស់ពុក ពុកដឹងតែកូនពុកលក់ដូរកាន់តែកើនឡើងដូច្នេះពុកសប្បាយចិត្តណាស់ថ្ងៃនេះបងថ្លៃរបស់កូនមករករឿងពុកម៉ែទៀតហើយគិតទៅកូនប្រសាច្បងប៉ិនដឹងមែនដឹងរឿងសពគ្រប់តែម្ដង បដោយតាមគាត់ទៅណាពុកឲ្យគាត់គិតយ៉ាងណាក៏ស្រេចតែចិត្តរបស់គាត់ចាស់ទោះបីជាយ៉ាងណាប្រាក់ដែលខ្ញុំលក់បានអាចចូលមកបកគលជូនពុកម៉ែវិញហើយពុកម៉ែចាស់ណាស់ទៅហើយមិនអាចធ្វើអ្វីបានទៀតនោះទេ មីអូនប៉ុន្តែពុកម៉ែមិនចង់បានពីកូនទេទុកធ្វើដើមរកស៊ីទៅថ្ងៃមុខទៀតចុះណាកូនពុកម៉ែគឺជាឪពុកម្ដាយកូនមិនមែនជាអ្នកចងការនោះទេកូនកុំធ្វើបែបនឹងអីណាកូនស្រី ពុកម៉ែមិនទៀមទីតែកូនចង់ឲ្យពុកម៉ែពេលនេះកូនរកបានហើយកូនចេះរកស៊ីដោយខ្លួនឯងពុកម៉ែមិនត្រូវបារម្ភខ្លាចថាកូនជំពាក់អ្នកណាទៀតនោះទេ ពុកទទួលយកក៏បានដែរឲ្យតែកូនស្រីពុករកស៊ីចម្រើនតែបើថ្ងៃណាមួយកូនខ្វះខាតកូនមករកពីពុកម៉ែចុះ ចា៎កូនស្រីបានប្រគល់ប្រាក់ដែលខ្លួនខ្ចីពីឪពុកកាលពីរកស៊ីដំបូងនោះទៅឲ្យពុកវិញ កូនស្រីពុករកស៊ីកាក់កបណា ទាំងនេះក៏ដោយសារតែកូនរបស់ពុកម៉ែដូចគ្នា អញ្ចឹងទៅសម្រាប់ចុះណាកូនស្រី ចាប់ពុកខ្ញុំទៅសម្រាប់សិនហើយពុកក៏ដូចគ្នាណា
ឪពុកនិងកូនស្រីបែកផ្លូវទៅរកកន្លែងសម្រាករៀងៗខ្លួនតែម្ដងលុះពេលថ្ងៃត្រង់គ្រីលីបានមកហាងរបស់នាងដោយបុគ្គលិកកំពុងតែរអ៊ូរទាំជាមួយនឹងផ្លែឈើដែលទៅតែមកដល់ថ្មីនេះរីណាកំពុងតែរអ៊ូរឿងអីហ្នឹងថៃកែស្រីមើលចោះខាងដាក់ផ្លែឈើមកយើងបែរជាមានផ្លែរលួយស្អុយដាក់មកមិនល្អដូចជារាល់ដងសោះខ្ញុំពិនិត្យមើលមួយព្រឹកហើយផ្លែដែលល្អខ្ញុំដាក់ទៅមកខាងផ្លែដែលខូចខ្ញុំដាក់ទៅមកខាងទៀតមិនដឹងថាពួកគេធ្វើការយូរទៅគិតស្អីខ្លះនោះទេនៅក្នុងខ្លួននោះតែយកឧបករណ៍ពិនិត្យជាតិគីមីនៅក្នុងផ្លែឈើមកត្រូវប្រកាសថាចឹងនេះផ្លែឈើរបស់យើងមានសារធាតុគីមីឬក៏អត់បើគេលេងយើងបែបនេះទៅហើយនោះมันប្រកាសថាចឹងនេះផ្លែឈើមិនមានសារធាតុគីមីនោះទេចឹងលោកឲ្យអ្នកហូបត្រូវប្រកាសថាមានសុវត្ថិភាពព្រោះគ្រួសាររបស់យើងក៏ហូបដូចគ្នាចាថកែស្រីខ្ញុំបិទតែភ្លេចឲ្យឆឹងកាត់តែពីខឹងពេកថាហើយរីណាប្រញាប់ធ្វើតាមភ្លាមដោយពិនិត្យមើលផ្លែឈើដែលទៅយកមកមានសារធាតុគីមីលើសកម្រិតហូបហើយគឺអាចប៉ះពាល់ដល់សុខភាពរបស់អ្នកហូបទៀតផងថកែស្រីមើលចោះប្រហែលជាចង់សម្លាប់អ្នកហូបហើយរស់ស៊ីជាមួយគ្នាយូរទៅកាន់តែបាត់ដៃហើយមែនទេរីណាទុកផ្លែឈើដែលទៅតែចូលដាក់នៅម្ដុំនេះចោះមិនត្រូវលក់ឲ្យអ្នកណាឡើយខ្ញុំនឹងតាក់ទងទៅកាន់អ្នកដែលដាក់ផ្លែឈើនេះរកខុសត្រូវដូចគ្នាចោះចាថកែស្រីគ្រីលីបានតាក់ទងទៅកាន់អ្នកដែលដាក់ផ្លែឈើឲ្យខ្លួននោះភ្លាមជំរាបសួរខ្ញុំតាក់ទងពីហាងផ្លែឈើទៅមិនក៏ថ្ងៃនេះដាក់ផ្លែឈើដែលគ្មានគុណភាពឲ្យខ្ញុំបែបនេះចឹងរស់ស៊ីជាមួយគ្នាយូរហើយមិនគិតថាជួយគ្នាឲ្យជោគជ័យទាំងអស់គ្នាទេខ្ញុំបានដាក់ទំនិញទៅរួចហើយទៅដល់ទីនោះទោះបីជាទំនិញคล้ายទៅជាយ៉ាងណាក៏ខ្ញុំមិនខ្វល់ដែរទេមកសួររឿងនេះធ្វើអីដូចចេះធ្វើចំនួនសោះហ្មងធ្វើចំនួនដោយរបៀបបោកប្រាស់គេបែបនេះខ្ញុំមិនចង់ធ្វើជាមួយទៀតទេទំនិញម្ដងនេះសុទ្ធតែគីមីតើឲ្យខ្ញុំលក់យ៉ាងម៉េចទៅខ្វល់អីនាងចេះទៅលក់ទៅកុំហូបគឺចប់វាមិនដែលប៉ះពាល់អីទេធ្វើដល់តកែគេហើយនៅចាំឲ្យអ្នកផ្សេងប្រាប់ថាត្រូវធ្វើបែបនេះបែបនោះទៀតមែនទេតែទង្វើនេះគឺជាទង្វើបោកប្រាស់ភ្ញៀវព្រមទាំងធ្វើឲ្យប៉ះពាល់ដល់សុខភាពទៀតខ្ញុំមិនធ្វើជាដាច់ខាតខ្ញុំនឹងបញ្ជូនផ្លែឈើទាំងអស់នេះទៅវិញហើយលោកត្រូវទទួលទាត់ប្រាក់ពាក់កណ្ដាលដែលខ្ញុំបកគលទៅឲ្យលោកនោះមកឲ្យខ្ញុំវិញដូចគ្នាអញ្ចឹងក៏បានដែរពេលផ្លែឈើមកដល់ដៃខ្ញុំវិញខ្ញុំនឹងបកគលលុយជូនវិញលក់ដូមចេះរកកាឡាចំណេញគេសោះធ្វើដូច្នេះតើពេលណាទើបមានបានលឿនទៅមានបានដោយវិធីបែបនេះខ្ញុំមិនចង់មានបាននោះទេគឺកុហកបោកប្រាស់គេខ្ញុំដាក់ទូរស័ព្ទចោលហើយថាចាប់ហើយគ្រីលីបានបិទទូរស័ព្ទភ្លាមស្របពេលជាមួយគ្នានោះភ្ញៀវរបស់នាងក៏បានដើរចូលមកសួស្ដីបងថ្ងៃនេះមើលអ្វីខ្លះដែរផ្លែឈើថ្ងៃនេះមកមិនតាន់ទេថ្ងៃនេះដូចជាមិនសូវមានផ្លែឈើកន្លែងផ្គត់ផ្គង់ផ្លែឈើដឹកមកមិនតាន់ដល់មែនទេផ្លែឈើដូចជាតិចជាងរាល់ថ្ងៃនេះផ្លែឈើមិនល្អខ្ញុំមិនអាចដាក់លក់ឲ្យអ្នកទិញបានឡើយអ្នកទិញទៅធ្វើការដូរដោយកម្លាំងញើសឈាមតម្រាំតែបានប្រាក់មកទិញយើងបើលក់មិនល្អបែបនេះខូចទាំងសុខភាពអ្នកទិញខូចទាំងឈ្មោះអ្នកលក់ទៀតខ្ញុំមិនបំផ្លាញខ្លួនឯងព្រោះតែការចំណេញតិចតួចបែបនោះទេអ្នកលក់បែបនេះខ្ញុំចូលចិត្តណាស់តែបើមានតម្រូវការផ្លែឈើស្រស់មិនមានជាតិគីមីខ្ញុំអាចណែនាំបានព្រោះខ្ញុំស្គាល់ម្ចាស់ចំការធានាទាំងតម្លៃនិងគុណភាពតែម្ដងប៉ាត់មែនទេបងប្រុសអាចជួយខ្ញុំបានមែនទេខ្ញុំកំពុងតែខ្វះទំនិញលក់ខ្ញុំមិនចង់រងចាំទំនិញច្រើនថ្ងៃទៀតនោះទេបានខ្ញុំពិតជាអាចជួយបានមែនតើតកែស្រីអាចទៅមើលផ្ទាល់ជាមួយខ្ញុំក៏បានទៅពិនិត្យមើលនិងចរចាតម្លៃជាមួយម្ចាស់ចំការទៅចាអរគុណខ្លាំងណាស់ណាបងនាពេលរសៀលអ្នកទាំងពីរបានមកដល់ចំការផ្លែឈើចម្រុះជាច្រើនគ្រីលីបានជួបជាមួយម្ចាស់ចំការព្រមទាំងចរចាពីរឿងតម្លៃទៀតផងផ្លែឈើនៅទីនេះពិតជាល្អណាស់ដោយអ្វីដែលបងប្រុសបាននិយាយពិតមែនលោកពូកាត់តម្លៃដូចដែលបាននិយាយនោះតើមែនដែរទេខ្ញុំត្រូវយកទៅដាក់លក់នៅក្នុងហាងបើខាងពូសេវាកម្មល្អខ្ញុំនឹងយកទំនិញពីខាងលោកពូទៅលក់ក្នុងហាងជាមួយនឹងគ្នាតែម្ដងក្មួយស្រីកុំបារម្ភអីផ្លែឈើខាងពូមិនមានដាក់សារធាតុគីមីនោះទេពូធានាដាក់ជីវិតណាពូមកធ្វើចំការនេះក៏ពូជាអ្នកស្រឡាញ់សុខភាពដែរដូច្នេះហើយពូធ្វើតម្រូវការហូបរបស់ក្រុមគ្រួសារក្មួយអាចពិនិត្យបានពេលផ្លែឈើទៅដល់កន្លែងក្មួយថកែស្រីម្នាក់នេះល្អិតល្អន់ណាស់មកពីអញ្ចឹងហើយបានជាខ្ញុំនឹកឃើញដល់ពូដែលជាអ្នកធ្វើចំការដោយភាពស្មោះត្រង់
ពូអរគុណក្មួយហើយណាដែលក្មួយបានណែនាំកន្លែងពូដល់ក្មួយស្រីកន្លែងពូអ្នកផ្សេងក៏តាក់ទងមកដែរហ្នឹងណាតែតម្លៃរៀងទាបបន្តិចទើបគ្រួសារពូនិងពូសម្រេចចិត្តថាមិនលក់ឲ្យទេ បានអញ្ចឹងសម្រាប់អញ្ចឹងទៅចោះណាយប់នេះពូជួយដឹកទំនិញទៅឲ្យខ្ញុំដល់ហាងផងណាហាងខ្វាយអីវ៉ាន់លក់ភ្ញៀវមកសួររកគ្រប់គ្នា បាទចាំពូហៅកូនចៅឲ្យមកជួយរៀបចំហើយនឹងដឹកឲ្យក្មួយដល់ទីតាំងតែម្ដង ចាអរគុណណាស់ពូ ពូទៅវិញទេដែលត្រូវអរគុណក្មួយនោះបើមិនមានក្មួយទាំងពីរនាក់ទេពូក៏មិនបានលក់ផ្លែឈើដាច់បែបនេះដែរថែមទាំងឲ្យតម្លៃខ្ពស់ជាងអ្នកមុនទៀតផងជូនពរក្មួយស្រីជួបប្រទះតែរឿងល្អល្អក្នុងជីវិតណា ចាពូគ្រីលីនិងដារ៉ូមកឈរនៅនឹងមុខចំការនាងក៏បានស្រដីមកកាន់ដារ៉ូអរគុណបងហើយខ្ញុំស្វែងរកកន្លែងដែលមានដំណាំល្អបែបនេះយូរណាស់បងជាមួយល្អហើយថែមទាំងជាអ្នកណែនាំដ៏ល្អដល់ខ្ញុំទៀតតែខ្ញុំត្រូវអរគុណយ៉ាងណាតបស័ក្តិសមនឹងបងនោះ បើចង់អរគុណខ្ញុំឲ្យស័ក្តិសមអញ្ចឹងថ្ងៃស្អែកពេលយប់ទំនេរដែរទេយើងទៅញ៉ាំអីជាមួយគ្នាបើសិនជាតកែស្រីចង់អរគុណខ្ញុំតកែស្រីគួរទៅជាមួយខ្ញុំ ប្រហែលជាមិនបានទេព្រោះថាថ្ងៃស្អែកនេះខ្ញុំរវល់ហើយនៅហាងមានបុគ្គលិកតែម្នាក់ប៉ុណ្ណោះបើខ្ញុំប្រញាប់ចេញមកផ្ទះនាងនៅម្នាក់ឯងខ្លាចធ្វើការមិនទាន់ ខ្ញុំអាចចាំបានតាទោះបីជាយប់ជ្រៅប៉ុណ្ណាក៏ដោយក៏ខ្ញុំអាចរងចាំបានដែរឲ្យតែតកែស្រីនិយាយថាយល់ព្រមជាមួយខ្ញុំ ចាបើចង់ចាំក៏ចាំចោះពេលរួចរាល់ខ្ញុំនឹងទូរស័ព្ទទៅប្រាប់ បាទតកែស្រីរបស់ខ្ញុំ បន្ទាប់ពីនោះអ្នកទាំងពីរក៏បែកផ្លូវគ្នាទៅផ្ទះរៀងខ្លួននៅក្នុងឃ្លាំងដាក់ទំនិញពេលនេះផ្លែឈើជាច្រើនកេះត្រូវបានដឹកជញ្ជូនមកវិញបរិះជាថកែនោះស្រាប់តែស្រដីឡើង ហេតុអីក៏ត្រូវដាក់ត្រឡប់មកវិញច្រើនអញ្ចឹងពួកឯងធ្វើការរបៀបម៉េចទៅបដ ாய் ឲ្យអីវ៉ាន់ដាក់មកវិញទាំងដុលលេងចង់បើកប្រាក់ខែអស់ហើយមែនទេធ្វើកែគឺមកពីផ្លែឈើទាំងនេះពិនិត្យទៅគេថាខ្លះខូចទើបបានជាបញ្ជូនត្រឡប់មកវិញអញ្ចឹងខ្ញុំក៏មិនអាចប្រកែកបានដែរពេលអ្នកទិញយកទៅប្រើខ្ញុំយកត្រឡប់មកវិញអញ្ចឹងមកពីឯងចេះធ្វើការទេកុំទៅបន្ទោសអ្នកណាអីយកស្អីបិទបាំងកន្លែងស្អុយនឹងទៅវាចប់បាត់ទៅហើយតែវាខូចខាតច្រើនណាស់បិទបាំងវាមិនបាននោះទេលោកថកែខ្ញុំក៏មិនចង់ឃើញទស្សនវិជ្ជាបែបនេះដែរពួកឯងនេះចំមែនហ្មងមិនចេះធ្វើការសោះទៅមើលតំណែងថ្មីឲ្យបានល្អផងទៅហើយត្រូវបិទមាត់ឲ្យជិតអ្វីក៏មិនត្រូវនិយាយដែរឬទេយកទៅលុយឲ្យត្រឡប់មកវិញមកតែតកែបើយើងប្រើជាតិគីមីលើសកម្រិតអាចនឹងប៉ះពាល់ដល់សុខភាពអ្នកហូបហើយអាចនឹងមានរឿងដល់ពួកយើងដែរណាលោកតកែកុំធ្វើបែបនឹងអីខ្ញុំមិនចង់មានរឿងទេបើឯងមិននិយាយតើអ្នកណាទៅដឹងនោះបាត់មាត់ឯងទៅព្រោះនេះជាផ្លូវរកលុយរបស់យើងបើមិនធ្វើអញ្ចឹងគិតតែផ្លែឈើទាំងអស់នេះនៅល្អបានយូរមែនទេទៅធ្វើការបន្តទៅហើយក៏មកនិយាយផ្ដេសផ្ដាស់ទៀតបាទចវាយ ថាហើយអ្នកក្រោមបង្គាប់ក៏បានទៅធ្វើការតែម្ដង ចំជាំដឹងអីមែនហ្មងសតតលុយនៅចំពោះមុខហើយមើលមិនឃើញទៀត នាថ្ងៃបន្ទាប់ដានីមកដល់ហាងលក់ផ្លែឈើរបស់ប្អូនថ្លៃមួយរយៈនេះរ៉ូស៊ីកាក់កបដល់ហើយប្អូនថ្លៃបើឯងរ៉ូស៊ីកាក់កបអញ្ចឹងហើយនោះឯងគួរតែកំចូលទ្រព្យសម្បត្តិអីទៀតពីពុកម៉ែខ្ញុំមានកូនអាណិតដល់ក្មួយផងទៅឯងគួរតែកាត់គូពីរឿងនេះបើបងថ្លៃមករកខ្ញុំព្រោះតែរឿងនេះខ្ញុំគិតថាបងថ្លៃមិនចាំបាច់និយាយបន្តទៀតនោះទេខ្ញុំដឹងថាត្រូវធ្វើបែបណាហើយបងមើលថែប្តីបងនិងកូនឲ្យបានល្អចាស់ពុកម៉ែចាស់ណាស់ទៅហើយខ្ញុំមិនយកអ្វីពីគាត់ទៀតនោះទេអ្វីដែលគាត់មាននៅក្នុងពេលនេះបងថ្លៃគួរតែទុកឲ្យគាត់មើលថែខ្លួននេះពេលចាស់ទៅតែនៅចង់បានអ្វីទៀតពីពុកម៉ែដែលចាស់ចាស់ទៀតនោះខាងពុកម៉ែរបស់បងថ្លៃមិនគិតទៅទៀមទាទេមកទៀមទាស្អីតែពីខាងពុកម៉ែរបស់ខ្ញុំនោះឯងសម្ដីថ្លោះណាស់ឯងគង់តែដឹងគ្នាទេយើងទៅវិញហើយថាចាប់ហើយនាងក៏បានចាក់ចេញទៅវិញហត់នឹងនិយាយជាមួយគាត់ណាស្របពេលជាមួយគ្នានោះរេណាបានរត់មករកនាងព្រមទាំងយកទូរស័ព្ទមកបង្ហាញនាងទៀតផងថាកែស្រីមើលនេះចោះមានរឿងហើយមានរឿងអីទៅគឺអ្នកដែលធ្លាប់ផ្គត់ផ្គង់ផ្លែឈើមកហាងរបស់យើងពេលនេះត្រូវប៉ូលីសទៅឆែកហើយព្រមទាំងចាប់គេបញ្ជូនទៅដោះស្រាយតាមផ្លូវច្បាប់ទៀតថាកែស្រីចេះដឹងខ្លួនតន់បើមិនអញ្ចឹងទេគឺមានរឿងដោយទាំងហាងយើងទៀតខ្ញុំគិតថាខ្ញុំជ្រើសរើសត្រឹមត្រូវហើយដែលយកទំនិញពីកន្លែងផ្សេងមកដាក់លក់នៅក្នុងហាងនេះថាកែស្រីនោះអ្នកណាមករោនោះ
ជាមួយប្រចាំហាងតើខ្ញុំឃើញគាត់ទៅមកនៅមុខហាងមួយសន្ទុះធំហើយដារ៉ូបានចូលមកដល់ក្នុងហាងព្រមទាំងស្រដីមកកាន់គ្រីលី ថៅកែស្រីពួកយើងអាចទៅជាមួយគ្នាបានហើយនៅខ្ញុំមកចាំយូរដែរហើយណាបងអាចសុំតកែអូនទៅជាមួយបងបានទេពួកយើងមានណាត់ជាមួយគ្នាផង ថាកែស្រីបើមានណាត់អាចទៅបានណាខ្ញុំនៅហាងម្នាក់ឯងតែអាចមើលខុសត្រូវបានហាងក៏ចិត្តដល់ម៉ោងត្រូវបិទហើយថាកែស្រីចាក់ចេញទៅចោះខ្ញុំចង់ឲ្យថាកែស្រីមានដំណឹងល្អឆាប់បើអញ្ចឹងនៅម្នាក់ឯងប្រញាប់ចេញទៅផ្ទះផងណាចាថាកែស្រីគ្រីលីនិងដារ៉ូបានចាក់ចេញពីក្នុងហាងមកដល់ហាងអាហារមួយកន្លែងដែលដារ៉ូបានកក់តុករួចរាល់ជាស្រេច ថៅកែស្រីចង់ញ៉ាំអីក៏មកចុះទោះឲ្យខ្ញុំជាអ្នកប៉ាវ ហេតុអីក៏លោកត្រូវប៉ាវខ្ញុំនោះទុកឲ្យខ្ញុំជាអ្នកប៉ាវលោកទៅវិញចាព្រោះលោកបានជួយខ្ញុំមកច្រើនហើយតែនេះគឺជាទូនាទីរបស់ខ្ញុំនោះទេ វាជាតួនាទីរបស់មនុស្សប្រុសដូចជាខ្ញុំអញ្ចឹងសុភាពនារីដូចជាថៅកែចាំតែញ៉ាំទៅបានហើយ គ្រាន់តែជាការញ៉ាំអីធម្មតាมันមានអីលើសពីនឹងទេ ថៅកែស្រីចំជាភ្នែកមុតមែនខ្ញុំមានគោលបំណងផ្សេងជាមួយថៅកែស្រីគឺចង់មើលចិត្តគ្នាជាមួយថៅកែស្រីតើថៅកែស្រីយល់យ៉ាងណាដែរខ្ញុំនិយាយឲ្យត្រង់ចេញពីចិត្តតែម្ដងទៅចុះគឺខ្ញុំពេញចិត្តជាមួយនាងយូរមកហើយមនុស្សដែលធ្វើការម៉ត់ចត់បែបនេះព្រមទាំងមានគុណធម៌នៅក្នុងខ្លួនទៀតខ្ញុំចង់បានថៅកែស្រីមកធ្វើជាគូគ្រងរបស់ខ្ញុំ ខ្ញុំគិតថារឿងនេះគឺតទៅចូលដល់ពុកម៉ែខ្ញុំហើយបើចង់បានខ្ញុំជាគូក្រុងនោះ ក្នុងនាមជាកូនប្រុសខ្ញុំមិនធ្វើអីឲ្យរំលងប្រពៃណីនោះទេខ្ញុំសន្យាថាខ្ញុំនឹងចូលដល់ឪពុកម្ដាយនាងដណ្ដឹងយកនាងមកធ្វើជាប្រពន្ធរបស់ខ្ញុំ តែពេលនេះយើងនៅមើលចិត្តគ្នាឲ្យយូរសិនទេ ខ្ញុំស្ដាប់តាមអនាគតភរិយារបស់ខ្ញុំនិយាយទាំងអស់ ចាប់តាំងពីពេលនោះមកអ្នកទាំងពីរក៏បានតាក់ទងមើលចិត្តគ្នាព្រមទាំងមានផែនការសម្រាប់អនាគតជាមួយគ្នាទៀតផងថាកែដែលលក់ផ្លែឈើមានសារធាតុគីមីនោះក៏ត្រូវផ្ដន់ទីទោសទៅតាមផ្លូវច្បាប់ពីបទរកស៊ីគិតតែប្រយោជន៍ផ្ទាល់ខ្លួនមិនគិតដល់សុខភាពអ្នកដទៃចំណែកឯការរកស៊ីរបស់គ្រីលីកាន់តែបោះជំហានទៅមុខឥតឈប់ឈរឡើយដោយសារតែការរកស៊ីទៀងត្រង់របស់នាងចំពោះអតិថិជន ខ្ញុំចង់ឲ្យរឿងពួកយើងត្រូវត្រឡប់មកដូចដើមវិញខ្ញុំចង់ធ្វើជាគូដណ្ដឹងរបស់នាងម្ដងទៀត អីតែខ្ញុំមិនចង់ធ្វើជាគូដណ្ដឹងរបស់សម្រាមឡើយ យ៉ាសម្ដីខ្លាំងណាស់មែនទេហ៎កុំមកចេះដឹងរឿងយើងណាពុកយើងធ្វើធំឯងច្បាស់ជាមិនរួចខ្លួនទេអាយយអូយឈប់ធ្វើបាបខ្ញុំទៅខ្ញុំរៀងចាលហើយលោកសេដ្ឋី រៀងកូនសេដ្ឋីក្នុងភូមិដែលកំពុងតែពិបាកចិត្តព្រោះតែកូនស្រីរបស់លោកមិនព្រមចេញពីបន្ទប់សោះតាំងតែពីថ្ងៃដែលគូដណ្ដឹងរបស់នាងបានផ្ដាច់ពាក្យជាមួយនាងសំងំនៅតែក្នុងបន្ទប់លោកសេដ្ឋីក៏បានហៅអ្នកបម្រើផ្ទាល់ខ្លួនរបស់កូនស្រីមកជួបជាមួយនឹងខ្លួនតែម្ដង យើងចង់ដឹងណាស់ថាកូនស្រីយើងនៅក្នុងពេលនេះកំពុងតែមានអារម្មណ៍បែបណាហេតុអីបានជាកូនស្រីយើងមិនព្រមចេញពីបន្ទប់សោះអញ្ចឹងយើងពិតជាពិបាកចិត្តខ្លាំងណាស់កូនស្រីយើងធ្លាប់ទៅរស់រាយជាមួយមនុស្សនៅក្នុងផ្ទះតែពេលនេះបែរជាសំងំនៅក្នុងបន្ទប់តើយើងគួរធ្វើយ៉ាងណាទៅវិញ អើយលោកសេដ្ឋីគួរតែរកប្តីឲ្យអ្នកនាងតែម្ដងទៅបើអ្នកនាងខូចចិត្តជាមួយគូដណ្ដឹងដល់ម្លឹងពេលមានប្តីយ៉ាឆ្លោះជាមួយប្តីនឹងមិនមានពេលមកខូចចិត្តជាមួយគូដណ្ដឹងដែលផ្ដាច់ពាក្យជាមួយខ្លួនទេ ឯងចេះតែនិយាយបានហើយឯងមិនដឹងថានៅក្នុងចិត្តកូនស្រីយើងនាងកំពុងតែទទួលរងនៅសម្ពាធអីខ្លះទេយើងជាឪពុកយើងគ្រាន់តែចង់ដឹងឮយើងមិនចង់ឲ្យកូនស្រីយើងពិបាកចិត្តព្រោះតែមនុស្សដែលមិនស្មោះត្រង់ជាមួយនាងនោះទេកូនស្រីយើងគួរតែទទួលបាននៅអ្វីដែលល្អជាងពីមុនឯងជួយមើលកូនស្រីយើងផងណាកុំបណ្ដោយកូនស្រីយើងធ្វើអីផ្ដេសផ្ដាសឲ្យសោះ ចាលោកសេដ្ឋីនាងខ្ញុំនឹងតាមមើលអ្នកនាងឲ្យបានល្អជាទីបំផុតលោកសេដ្ឋីទុកចិត្តលើខ្ញុំចោះ យើងទៅមើលកូនស្រីយើងសិនឯងទៅធ្វើការបន្តចុះ ចាលោកសេដ្ឋីនិយាយចប់ហើយលោកសេដ្ឋីក៏បានចូលទៅក្នុងបន្ទប់របស់កូនស្រី កូនស្រីតើមួយរយៈនេះកូនយ៉ាងម៉េចហ្នឹងកូនកុំទៅកើតទុកព្រោះតែមនុស្សប្រភេទនោះអីកូននៅមានអនាគតវែងឆ្ងាយទៀតណា
កូនត្រូវតែគិតពីរឿងនេះផងកុំធ្វើឲ្យឪពុកបារម្ភពេកអីណាកូនស្រីនិយាយប្រាប់ពុកបន្តិចមកបានទេឲ្យពុកបានដឹងឮពីស្ថានភាពរបស់កូននាពេលនេះផង ខ្ញុំមិនអីទេលោកប៉ោះខ្ញុំគ្រាន់តែមិនចង់ចេញពីក្នុងបន្ទប់ខ្ញុំចង់នៅក្នុងបន្ទប់អានសិភៅនិងមិនចង់ឲ្យអ្នកណាមករំខានខ្ញុំនោះទេលោកប៉ោះក៏យល់ថាបន្ទាប់ពីគេផ្ដាច់ពាក្យជាមួយខ្ញុំនោះវាធ្វើឲ្យខ្ញុំមិនចង់ជួបជាមួយអ្នកណាទៀតឡើយក ូនស្រីកូនជ្រើសរើសធ្វើបែបនេះគឺវាមិនសមទេណាកូនកូនដឹងដែរទេថាកូនធ្វើបែបនេះកូននឹងធ្វើឲ្យមនុស្សម្នាក់នោះគេបានចិត្តគេនឹងគិតថាកូនពិតជាទន់ខ្សោយគ្រាន់តែរឿងប៉ុណ្ណេះក៏អាចផ្លាស់ប្ដូរកូនបានទាំងស្រុងកូនមិនគិតពីពុកទេអីកូនអាណិតដល់ពុកខ្លះផងកូនត្រូវតែចេញពីបន្ទប់មើលការងារជំនួសពុកខ្លះមានអ្នកខ្លះជាពាក់លុយអ្នកខ្លះមកខ្ចីកូនគួរតែធ្វើការងារទាំងនេះជំនួសពុកម្ដងហើយកូនធ្វើខ្លួនទន់ខ្សោយកូនធ្វើឲ្យអ្នកដទៃគឺពេញចិត្តស្ដុកចំពោះទង្វើរបស់គេដែលបានធ្វើដាក់កូនហើយគេគិតថាគេនឹងបានជោគជ័យពេលចង់បំផ្លាញនរណាម្នាក់ហើយក៏អាចបំផ្លាញបានសម្រេចកូនគួរតែគិតពីរឿងនេះឡើងវិញណាកូន ចាលោកប៉ោះខ្ញុំអរគុណលោកប៉ោះខៃដែលជួយណែនាំពន្យល់ដល់កូនស្រីម្នាក់នេះដែលគិតតែពីខ្វល់ខ្វាយពីខ្លួនឯងនិងមិនគិតជួយដល់លោកប៉ោះពីរឿងការងារកូននឹងមិនធ្វើដូច្នេះទៀតទេណាប៉ោះ ល្អណាស់កូនស្រីពុកពេលបានកូនចេះស្ដាប់បង្គាប់ឪពុកម្ដងទៀតគឺពុកសប្បាយចិត្តណាស់ត្រូវចាំថាអ្នកដទៃគេអាចបោះបង់យើងចោលបានគ្រប់ពេលគ្រប់វេលាតែយើងមិនអាចបោះបង់ខ្លួនឯងចោលបានទេណាកូន ចាលោកប៉ោះ ពុកទៅធ្វើការបន្តទៀតហើយកូនសម្រាកចុះ និយាយចប់ហើយអ្នកដែលជាឪពុកក៏បានចាក់ចេញពីក្នុងបន្ទប់កូនស្រីតែម្ដងលោកពុកនិយាយត្រូវខ្ញុំមិនគួរបោះបង់ខ្លួនឯងនោះទេខ្ញុំគួរតែធ្វើឲ្យខ្លួនឯងសប្បាយចិត្តមិនគួរទន់សោកជាមួយមនុស្សដែលមិនឲ្យតម្លៃខ្ញុំឡើយដួងថាចេញពីក្នុងបន្ទប់មកឈរនៅក្នុងសួនផ្កាខណៈដែលនាងឌឿនបានមកឈរក្បែរព្រមទាំងស្រដីឡើងអ្នកនាងសម្រេចចិត្តត្រឹមត្រូវហើយដែលព្រមចេញពីក្នុងបន្ទប់អ្នកនាងដឹងដែរទេអ្នកនៅក្នុងផ្សារខ្លះនិយាយថាអ្នកនាងគិតចង់បញ្ចប់ជីវិតខ្លួនឯងទៀតផងខ្ញុំមិនគិតខ្លីដោយសារតែរឿងនោះឡើយខ្ញុំគ្រាន់តែមិនយល់ថាហេតុអីក៏គេមានចិត្តអាក្រក់សាហាវយ៉ាងហ្នឹងមានខ្ញុំហើយនឹងអាចថែមអ្នកផ្សេងបានទៀតចិត្តរបស់គេសាំងពីអីទៅខ្ញុំពិតជាមិនយល់ទេអើយអ្នកនាងកុំទៅឆ្ងល់អីមនុស្សក្បត់បែបនោះដោយសារតែជាតិមុនហើយក្នុងជាតិនេះគេមិនទទួលបានក្តីស្រឡាញ់ពីឪពុកម្ដាយឬក៏គិតថាក្តីស្រឡាញ់របស់ឪពុកម្ដាយដែលផ្ដល់ឲ្យខ្លួននោះនៅតែមិនគ្រប់គ្រាន់នោះទេទៅបានជាខ្នះខ្នែងរត់រោគក្តីស្រឡាញ់ពីអ្នកនេះផងអ្នកនោះផងហើយជាដំណរក្បត់របស់គេកែមិនឡើងទេសណ្ដាតក្បត់នោះខ្ញុំសង្ឃឹមថាគេនឹងទទួលបានកម្មពីដែលធ្លាប់ធ្វើដាក់ខ្ញុំនោះត្រឡប់ទៅកាន់គេវិញអើយអ្នកនាងកុំបារម្ភអីអ្នកណាសាងអីអ្នកនោះនឹងទទួលបានកម្មនោះមិនខាននោះទេចាខ្ញុំក៏សង្ឃឹមថាវាបែបនេះដែរនាថ្ងៃបន្ទាប់មានអ្នកមករកលោកសេដ្ឋីដល់ក្នុងផ្ទះដែលជាភ្ញៀវរបស់លោកឪពុកនាងអញ្ជើញអង្គុយលេងសិនមកលោកម្ចាស់ទាំងពីរក្មេងៗលើកទឹកតែក្តៅមកទទួលភ្ញៀវរបស់យើងកូនស្រីចេញពីក្នុងបន្ទប់មកកូនមកទទួលភ្ញៀវពង ដួងថាចេញពីក្នុងបន្ទប់ភ្លាមជំរាបសួរលោកម្ចាស់ថ្ងៃនេះមានអ្វីមែនទេលោកប៉ោះតើបលោកម្ចាស់ទាំងពីរមកដល់ទីនេះលោកម្ចាស់ទាំងពីរវ័យបងខ្លួនឯងតែប្រមាណឆ្នាំទេកូនអាចហៅថាបងបានតែពុកវិញវាទម្លាប់ធ្លាប់មាត់អស់ទៅហើយបានជាពុកហៅដូច្នេះលោកសេដ្ឋីក៏គួរតែបដូរពីទម្លាប់ហៅខ្ញុំដូច្នេះមកហៅខ្ញុំតែក្មួយឬក៏ហៅឈ្មោះខ្ញុំក៏បានដែរខ្ញុំនេះទម្លាប់ធ្លាប់មាត់អស់ទៅហើយដែលហៅអ្នកទាំងពីរបែបនេះនោះខ្ញុំក៏យល់ថាដូចមិត្តខ្ញុំនិយាយមិនខុសទេលោកសេដ្ឋីកុំហៅខ្ញុំបែបហ្នឹងអីពួកខ្ញុំនៅក្មេងណាស់ឬរហ័សនាមបែបនោះធ្វើឲ្យខ្ញុំស្រាវឆ្អឹងខ្នងទៅហើយបើអ្នកទាំងពីរចង់ឲ្យខ្ញុំហៅជាឈ្មោះវិញខ្ញុំហៅតាមសំណូមពរទៅចុះបាទអរគុណណាស់លោកសេដ្ឋីដែលបានធ្វើតាមសំណូមពរពួកខ្ញុំកូនស្រីក្មួយទាំងពីរគឺមកនិយាយការងារជាមួយពុកកូនអាចនៅស្ដាប់បានព្រោះថាកូនជាអ្នកបន្តតំណែងពីពុកមិនមាននរណាផ្សេងទៀតទេក្រៅពីកូន
ចាលោកពក គឺជាអ្នកនាងដួងមែនទេពេញកំមុំស្ដោកបែបនេះខ្ញុំមើលសឹងតែមិនស្គាល់អ្នកនាងកាន់តែស្រស់ដូចណាមិញអញ្ចឹងក្មួយនិយាយបែបនេះធ្វើឲ្យខ្ញុំនឹកដល់ប្រពន្ធខ្ញុំទៀតហើយអូបាទសុំទោសផងបើធ្វើឲ្យប៉ះពាល់ដល់ចិត្តលោកពូតែខ្ញុំសរសើរចេញពីចិនអ្នកនាងដួងពិតជាស្រស់ស្អាតណាស់បើសិនជាខ្ញុំសុំលោកពូត្រង់សុំធ្វើជាអនាគតកូនប្រសារលោកពូតើបានដែរទេខ្ញុំមិនចង់វិចវេអីច្រើននោះទេគឺបែបត្រង់បែបនេះតែម្ដងបាទលោកពូមានកូនកំមុំស្អាតបែបនេះមិនគួរទុកឲ្យនៅលាវយូរនោះទេខ្ញុំសុំដាក់ពាក្យធ្វើជាកូនប្រសារលោកពូម្នាក់ផងខ្ញុំនិយាយដល់ស្មោះត្រង់ទៅចុះកូនស្រីខ្ញុំទើបតែផ្ដាច់ពាក្យដែរទេហាបានន័យថាអ្នកនាងដួងជាមេម៉ាយហ៎ណែកុំនិយាយស្ដីបែបនេះប្រយ័ត្នសម្ដីរបស់ឯងផងទៅកុំហៅថាមេម៉ាយអញ្ចឹងព្រោះអ្នកនាងដួងមិនទាន់រៀបការឯណាហៅថាមេម៉ាយដូចជាខ្វះសិលធម៌ពេកហើយខ្ញុំសុំទោសផងអ្នកនាងដួងបើសម្ដីខ្ញុំវាជ្រុលលើសលួសចំពោះអ្នកនាងខ្ញុំមិនប្រកាន់ទេតែលោកម្ចាស់កុំហៅខ្ញុំបែបនោះទៀតអីវាអាចធ្វើឲ្យប៉ះពាល់ដល់ផ្លូវចិត្តរបស់ខ្ញុំបានខ្ញុំនឹងមិននិយាយអីដែលធ្វើឲ្យប៉ះពាល់ដល់ផ្លូវចិត្តអ្នកនាងទៀតទេនាពេលជប់យន្តខណៈដៃសូយើងកំពុងតែជជែកគ្នាជាមួយសេដ្ឋីដុនបន្ទាប់ពីអាហារពេលល្ងាចរួចអក្សរាបានចេញមកខាងក្រៅខណៈនោះគេក៏បានឃើញដួងថាអង្គុយនៅក្នុងសួនច្បារជាមួយនឹងឆ្មារបស់នាងអ្នកនាងដួងលោកម្ចាស់អក្សរាមិននៅជជែកជាមួយលោកពុកខ្ញុំទេបានជជែកមកខាងក្រៅតែម្នាក់ឯងអញ្ចឹងអ្នកនាងដួងខ្ញុំសុំសួរប្រមាណសំណួរតើបានទេសួរប្រមាណសំណួរក៏បានដែរខ្ញុំរីករាយក្នុងការឆ្លើយណាស់អ្នកនាងពិតជាផ្ដាច់ពាក្យពីគូតដឹងអ្នកនាងពិតមែនណាខ្ញុំពិតជាផ្ដាច់ពាក្យជាមួយគេមែនខ្ញុំមិនបានកុហកអ្វីឡើយលោកម្ចាស់មិនជឿសូម្បីតែសម្ដីរបស់លោកពុកខ្ញុំតាមមែនដែរទេលោកពុកខ្ញុំគាត់និយាយម៉ាត់ណាគឺម៉ាត់នឹងហើយគាត់មិនដែលប្រឌិតរឿងដើម្បីកុហកអ្នកដទៃនោះទេលោកម្ចាស់សួររឿងនេះដើម្បីអ្វីទេខ្ញុំមិនចង់រៀបរាប់ប្រាប់អ្នកណានោះទេពីរឿងឈឺចាប់របស់ខ្ញុំនោះខ្ញុំអាចយល់បានថាកំហុសទាំងនោះកើតចេញមកពីអ្នកណាមនុស្សស្រីជាប្រភេទមនុស្សដែលស្មោះត្រង់ខ្លាំងណាស់នៅក្នុងទំនាក់ទំនងស្នេហាខ្ញុំសរសើរណាស់សង្ឃឹមថាអ្នកនាងអាចបានជួបបរិសុទ្ធដែលស្មោះត្រង់ជាមួយអ្នកនាងដោយដែលអ្នកនាងស្មោះត្រង់ជាមួយដៃគូអ្នកនាងដែរខ្ញុំលាសិនហើយបានថាចាប់ហើយអក្សរាក៏បានចាក់ចេញពីក្នុងសួនច្បារតែម្ដងលោកម្ចាស់ម្នាក់នេះពិតជាគួរឲ្យចាប់អារម្មណ៍មែននាថ្ងៃបន្ទាប់នៅក្នុងផ្សារដួងថាជាមួយនឹងអ្នកបម្រើរបស់នាងបានមកដល់តូបលក់ក្រណាត់តែម្ដងអ្នកនាងមើលសាច់ក្រណាត់មួយនេះចោះពិតជាស្រស់ស្អាតខ្លាំងណាស់អ្នកនាងហើយស័ក្តិសមជាមួយអ្នកនាងតែម្ដងបើអ្នកនាងកាត់សម្លៀកបំពាក់ជាមួយក្រណាត់សាច់បែបនេះហើយពណ៌នេះទៀតពាក់នៅលើខ្លួនអ្នកនាងគឺដឹងតែលេចធ្លោជាងគេហើយណែនាងឌឿននិយាយត្រូវអ្នកនាងដួងណាអ្នកនាងដួងថាពាក់ពណ៌មួយនេះគឺដឹងតែលេចធ្លោព្រមទាំងស្រស់ស្អាតលើសអ្នកផ្សេងនៅក្នុងភូមិហើយស្របពេលជាមួយគ្នានោះស្រាប់តែមានអ្នកផ្សេងមកកញ្ឆក់ក្រណាត់ពីដៃរបស់នាងឌឿនតែម្ដងខ្ញុំថាសមជាមួយអ្នកនាងរបស់ខ្ញុំច្រើនជាងពណ៌មួយនេះមិនសមជាមួយអ្នកណាដូចជាអ្នកនាងខ្ញុំឡើយអើយណែនាងណានឲ្យវាមកយើងវិញភ្លាមមកយើងមកមុនទេយើងជាអ្នកដែលរើសឲ្យអ្នកនាងរបស់យើងដែលផ្ទាល់ដៃតែយើងមិនខ្វល់ទេឲ្យតែសមជាមួយអ្នកនាងយើងគឺយើងផ្គប់ចិត្តអ្នកនាងរបស់យើងហើយណែនាងណានឆាប់ឲ្យមកយើងវិញមកអូយយើងមិនឲ្យជិះដាច់ខាតឌឿនមិនចាំបាច់ទៅដណ្ដើមគេទេយើងមើលពណ៌ផ្សេងទៅណាយើងក៏មិនចង់ឲ្យមនុស្សរបស់យើងទៅជលក់ជាមួយមនុស្សរបស់ឯងដែរយើងមិនឲ្យអ្វីដែលមិនល្អមកប៉ះពាល់ជាមួយយើងនោះទេជាពិសេសគឺឯងនាងមេម៉ាយអើយអ្នកនាងខ្ញុំមិនមែនមេម៉ាយទេចោះការដែលគេផ្ដាច់ពាក្យនោះជាស្អីមិនហៅថាជាមេម៉ាយទេយើងមិនចង់រាប់រោគនោះទេគឺខ្លាចតែវាឆ្លងអូយអ្នកនាងនិយាយត្រូវអើយណែកុំនិយាយបែបនេះដាក់អ្នកនាងខ្ញុំឲ្យសោះនោះរួងហេតុអីដែលថាយើងនិយាយមិនបាននោះឯងចង់ចាំបាច់ជាមួយយើងទៅអើយប្រយ័ត្នយើងទះមាត់នោះបានហើយឌឿនបាត់ឆ្កែព្រុសកុំព្រុសតាមអីណានាំតែវាហត់ទេមិនដែលលើទេអីគេថាឆ្កែព្រុសមិនដែលខំទេនាងចង់ថាឲ្យអ្នកណាទៅប្រយ័ត្នយើងទះមាត់ណាបានអ្នកនាងមិនមែនជាឆ្កែផងតែខូចចិត្តអីទៅកាត់តបមិនសុខចិត្តធ្វើអីតឌឿនតែកន្លែងផ្សេងទៅអើយចាអ្នកនាង
ដួងថានឹងឌឿនបានចាក់ចេញទៅភ្លាមនាងដួងនាងនឹងមិនរួចខ្លួនផោះជើងទេនាងនាពេលរសៀលនៅក្នុងភូមិមានកម្មវិធីកំសាន្តជាច្រើននៅក្បែរវត្តដួងថាជាមួយនឹងឌឿនបានមកកាន់ទីនេះរំពេចនោះមានអ្នកនៅក្បែរដួងថាព្រមទាំងស្រដីឡើង ដួងយើងមានរឿងត្រូវនិយាយគ្នាតែពីរអ្នកយើងប៉ុណ្ណោះ ណែអ្នកប្រុសសាក់មានរឿងអីចង់និយាយជាមួយអ្នកនាងខ្ញុំនិយាយនៅទីនេះបានណាខ្ញុំសុំស្ដាប់ផង វាមិនមែនជារឿងឯងដែលត្រូវចេះដឹងទេនេះជារឿងផ្ទាល់ខ្លួនរវាងពួកយើងប៉ុណ្ណោះមិនបាច់ចេះដឹងលូកមាត់ទេដួងទៅខាងនោះជាមួយបងពិតជាចង់និយាយជាមួយអូនមែនណា តើត្រូវនិយាយពីអីទៀតហើយរឿងរវាងពួកយើងគឺចប់យូរណាស់ហើយខ្ញុំមិនចង់នៅពាក់ព័ន្ធជាមួយទៀតទេ តែបងពិតជាចង់និយាយជាមួយអូនពិតមែនសូមផ្ដល់ឱកាសឲ្យបងដើម្បីឲ្យបងបានបកស្រាយរឿងរ៉ាវទាំងនោះផងបងពិតជាមិនចង់ឲ្យរឿងពួកយើងត្រូវបញ្ចប់ទៅដោយបែបនោះទេ រឿងជើងវាបានចប់យូរហើយមិនមែនតែចប់នោះទេខ្ញុំមិនចង់ស្ដាប់ការបកស្រាយអ្វីឡើយមនុស្សដែលក្បត់ទៅហើយនោះតែខ្ញុំត្រូវសោកស្ដាយអ្វីទៀតស្ដាយសម្រាប់មែនទេ និយាយជាមួយតាមស្រួលតាមិនក៏មិនចេះស្ដាប់គ្នាអញ្ចឹងដួងកុំធ្វើជាមនុស្សដែលពិបាកក្នុងការនិយាយជាមួយគ្នាអីណាខ្ញុំមកជួបនាងក្នុងនាមជាមនុស្សដែលខ្ញុំចង់ តែខ្ញុំមិនចង់ជួបលោកទេសាក់ពីស្រាប់តែអូសនាងយកទៅជាមួយខណៈដែលនាងឌឿនក៏បានទៅតាមពួកគេក៏បានមកដល់កន្លែងដែលឆ្ងាយពីភ្នែកមនុស្សសាក់ពីក៏បានបន្លឺតែម្ដង ខ្ញុំចង់ឲ្យរឿងពួកយើងត្រូវត្រឡប់មកដូចដើមវិញខ្ញុំចង់ធ្វើជាគូដណ្ដឹងរបស់នាងម្ដងទៀត អីតែខ្ញុំមិនចង់ធ្វើជាគូដណ្ដឹងរបស់សម្រាមឡើយ យ៉ាសំដីខ្លាំងណាស់មែនទេហ៎ សាក់ពីបំរុងនឹងជាដៃវីនាងតែក៏មានអ្នកចាប់ដៃគេព្រមទាំងច្រានគេឲ្យដួលទៅលើដីភ្លាមឯងជានរណាឯងមិនចេះដឹងរឿងរបស់យើងធ្វើអីបើមិនចង់នាំទុកដាក់ខ្លួនទេឆាប់ចេញឲ្យឆ្ងាយទៅយើងជាមនុស្សដែលចូលចិត្តចេះដឹងរឿងអ្នកដទៃតើខុសដែរមែនទេត្រង់ខ្លួនឯងជាមនុស្សប្រុសបែរជាចង់ធ្វើបាបមកលើមនុស្សស្រីតើអាចឲ្យយើងអោបដៃឈរមើលបានដោយរបៀបណាទៅតែនេះមិនមែនជារឿងរបស់ឯងផងតើឯងត្រូវមកធ្វើជាសុភាពបរោះដើម្បីអីទៅធ្វើខ្លួនជាសុភាពបរោះគឺដើម្បីការពារនារីពីអំពើអយុត្តិធម៌អំពើហិង្សាពីសំណាក់មនុស្សប្រុសកំសាកញីដែលប៉ុនប៉ងធ្វើបាបមកលើមនុស្សស្រីហើយធ្វើខ្លួនជាជើងកាងបាតផ្សារជាមួយមនុស្សពេលដូចជាឯងដែលចង់ប្រើហិង្សាលើសុភាពនារីកុំមកចេះដឹងរឿងយើងណាពុកយើងធ្វើធំឯងច្បាស់ជាមិនរួចខ្លួនទេបើឪពុកឯងធ្វើធំគាត់ច្បាស់ជាចេះបែងចែកថាអ្វីខុសនឹងត្រូវហើយមិនមែនចេះតែកាន់ជើងឯងនោះទេ លោកម្ចាស់កុំរវល់ជាមួយគេអីបដ ாய் តាមគេទៅចោះគេជាអតីតគូដណ្ដឹងរបស់ខ្ញុំគេក៏មិនអាចធ្វើអ្វីមកលើខ្ញុំបានឡើយលោកម្ចាស់ពួកយើងទៅវិញទៅណែអ្នកនាងយើងត្រឡប់ទៅផ្ទះវិញទៅខ្ញុំថានៅបន្តមិនបានឡើយ ខ្ញុំយល់ថាបែបនេះដែរខ្ញុំនឹងជូននាងទៅផ្ទះវិញចំណែកអញវិញអញគង់តែដឹងគ្នាហើយដែលចង់ធ្វើបាបមកលើកូនសេដ្ឋីដុននោះអញកុំគិតថាបានរួចខ្លួនឲ្យសោះ ថាចាប់ហើយអក្សរាក៏បាននាំដួងថានឹងឌឿនចាក់ចេញទៅតែម្ដង ជាលោកម្ចាស់មែនទេតើគេចេតនាឲ្យប្រកាសទៅ មកដល់ផ្ទះលោកសេដ្ឋីដុនអក្សរារៀបរាប់ដំណើរដើមទងពីរឿងទាំងអស់នេះប្រាប់ទៅកាន់លោកសេដ្ឋីបណ្ដាលឲ្យលោកសេដ្ឋីមានការខឹងចិត្តជាខ្លាំង ពិតជាថ្លើមធំពីមេឃមែនដែលធ្វើរឿងដូចនេះចំពោះកូនស្រីរបស់យើងដាច់ខាតមិនលើកលែងឲ្យឯងនោះទេអរគុណណាស់លោកក្មួយបើមិនមានក្មួយទេខ្ញុំក៏មិនដឹងរឿងនេះដែរកូនស្រីខ្ញុំជាមនុស្សដែលចូលចិត្តលាក់ណាស់ហើយមិនឲ្យមនុស្សទៅជាមួយទៀតពេលយប់ព្រលប់ប្រាប់ថាឲ្យនាំមនុស្សទៅជាមួយតែកូនស្រីនេះគឺក្បាលរឹងណាស់លោកពូចាត់ការទៅតាមនឹងចោះចំពោះមនុស្សបែបនោះទោះបីជាទុកនៅក៏ពិបាកនឹងនិយាយគ្នាដែរខ្ញុំនឹងចាត់ការលើរឿងនេះគេនឹងបានស្គាល់ពីថ្នាំខ្លាំងដែលគេចង់សាកល្បងហើយអញ្ចឹងខ្ញុំគិតថាជម្រាបលាលោកសេដ្ឋីសិនហើយបានអញ្ជើញតាមសម្រួលចុះក្មេងៗជូនដំណើរលោកម្ចាស់ មនុស្សនៅក្នុងផ្ទះក៏បានជូនដំណើរអក្សរាតាមបញ្ជារបស់សេដ្ឋី ឯងមិនអាចរួចខ្លួនទេយើងនឹងមិនឲ្យឯងដេកបានសុខទេចាំមើលចុះ នាពេលព្រឹកឡើងសេដ្ឋីដុនក៏បានចូលមកដល់ឃ្លាំងដាក់អីវ៉ាន់
ដែលមានសពាត្រូវចងដៃចងជើងនៅក្នុងបន្ទប់នេះផងដែរ លោកសេដ្ឋីតើគួរធ្វើយ៉ាងណាជាមួយគេទៅខ្ញុំបានត្រឹមតែចាប់ចងគេទុកនោះទេមិនមានបញ្ជាពីលោកសេដ្ឋីខ្ញុំធ្វើអីមិនបានទេបានទៅយកផ្ដៅមកឲ្យយើងបានលោកសេដ្ឋី សេដ្ឋីដុនបានវាយខ្នងសពាជាច្រើនដងដោយមិនប្រណីដៃឡើយ អាយយអូយឈប់ធ្វើបាបខ្ញុំទៅខ្ញុំរៀងចាលហើយលោកសេដ្ឋីសូមលោកកុំធ្វើបាបមកលើខ្ញុំទៀតអីអាយអូយអូយឯងប្រហើនដែលហ៊ានធ្វើបាបមកលើកូនស្រីយើងអំណាចឪរបស់ឯងមិនអាចជួយឯងបាននោះទេកុំសង្ឃឹមថាអាចទៅណារួចឲ្យសោះកូនស្រីរបស់យើងតាំងពីតូចក្រូចឆ្មាមកយើងមិនដែលវាយនាងសំបីតែម្ដាយហើយយើងក៏មិនដែលធ្វើបាបផ្លូវចិត្តកូនស្រីយើងដែរតែឯងសម្បត្តិត្រឹមជាមនុស្សពីលឥតបានការសាវ៉ាអប្រ័យដូច្នេះចង់ធ្វើបាបមកលើកូនយើងផងហ៎កាលពេលឯងផ្ដាច់ពាក្យជាមួយកូនយើងឯងធ្វើបាបផ្លូវចិត្តកូនយើងរួចម្ដងទៅហើយយើងរងចាំមើលទង្វើឯងបើកូនយើងនៅតែមិនអាចឈប់ពិបាកចិត្តទៀតយើងដាច់ខាតមិនលើកលែងឲ្យឯងនោះទេតែយប់មិញនេះឯងចង់ប្រើហិង្សាមកលើកូនយើងហើយឥឡូវនេះដល់វេនឯងហើយអូយជួយផង សេដ្ឋីដុនវាយផ្ដៅនៅលើរាងកាយគេមិនប្រណីព្រមទាំងបាច់អំបិលគ្រោះនៅលើរបួសគេទៀតបណ្ដាលឲ្យគេស្រែកឈឺមិនប្រណី ពូកងចាត់ការវាបន្តហើយយកវាទៅបោះចោលនៅមុខផ្ទះវាវិញទៅបាទលោកសេដ្ឋី លោកសេដ្ឋីចាក់ចេញពីក្នុងបន្ទប់ភ្លេតតែម្ដងដួងថាបានរៀបចំផ្កាយ៉ាងស្រស់ស្អាតមួយបាច់ខណៈដែលឪពុករបស់នាងនិយាយការងារចប់នាងក៏បានចូលទៅក្នុងបន្ទប់នោះផងដែរ កូនស្រីកូនឯងចូលមកក្នុងបន្ទប់នេះមានការអីដែរ ខ្ញុំយកបាច់ផ្កាមកជូនលោកម្ចាស់ចង់អរគុណពីរឿងការប្រយុទ្ធមិញដែលលោកម្ចាស់បានជួយខ្ញុំ រឿងនេះទេអីកូនស្រីពុកក្មួយទទួលយកទៅអូបានអរគុណនាងដួងសម្រាប់ផ្កាមួយបាញ់ដ៏ស្រស់ស្អាតនេះសម្រាប់ខ្ញុំនាងស្អាតជាងផ្កានេះទៅទៀត លោកម្ចាស់បញ្ចុះខ្ញុំណា អត់ទេខ្ញុំនិយាយការពិតអន្តានាងដួងគឺស្រស់ស្អាតខ្លាំងណាស់ខ្ញុំបញ្ញាប់លាសិនហើយបាន ចាអាក្រាបានចាក់ចេញទៅភ្លាម កូនស្រីដូចជាចាប់អារម្មណ៍លើអក្សរាហើយ មិនដឹងជានិយាយអីទេប៉ុកខ្ញុំទៅវិញសិនហើយក ូនស្រីពុកអើយបើថាចាប់អារម្មណ៍និយាយមកពុកមិនថាអីនោះទេណា ដួងថាចេញពីក្នុងផ្ទះមកក៏បានឃើញអាក្រាប្រកល់បាច់ផ្កាដែលនាងបានឲ្យគេទៅឲ្យនារីផ្សេងទៀតនាងក៏ស្រាប់តែស្រែកឡើងមិនអាចយកផ្កាដែលខ្ញុំប្រកល់ជូនលោកម្ចាស់ទៅឲ្យអ្នកផ្សេងទេខ្ញុំមិនសុខចិត្តឡើយណាថាចាប់ហើយនាងក៏បានចេញទៅតែម្ដង ទេយល់ច្រឡំរឿងអីទេដឹងរាជិនីទៅផ្ទះមុនចុះណាបងនឹងទៅតាមក្រោយជូននាងឯងទៅផ្ទះចុះ អាក្រាក៏ប្រញាប់ទៅតាមដួងថាភ្លាមបងប្រុសខ្ញុំចេះចាប់អារម្មណ៍មនុស្សស្រីហើយដួងថាមកដល់ក្នុងសួនច្បារខណៈដែលអាក្រាក៏បានមកដល់ដូចគ្នា នាងដួងតើនាងខឹងជាមួយខ្ញុំរឿងអីហ្នឹងខ្ញុំមិនបានធ្វើអីខុសទេណា មិនបានធ្វើអីខុសទៀតមែនទេលោកម្ចាស់បានឲ្យបាច់ផ្កាដែលខ្ញុំឲ្យទៅលោកម្ចាស់ប្រកល់ឲ្យអ្នកដទៃខ្ញុំមិនសុខចិត្តឡើយណាលោកម្ចាស់មិនអាចធ្វើអញ្ចឹងទេ ប្អូនស្រីខ្ញុំសរសើរតែផ្កានោះស្អាតទើបខ្ញុំឲ្យទៅនាងបងប្រុសឲ្យផ្កាទៅប្អូនស្រីតែខុសដែរមែនទេនាងដួងច្បាស់ជាយល់ច្រឡំជាមួយខ្ញុំក្នុងរឿងអីមួយហើយ អីជាប្អូនលោកម្ចាស់ហេខ្ញុំខំតែប្រច័ណ្ឌ ប្រច័ណ្ឌខ្ញុំហ៎នាងដួងកំពុងតែប្រាប់ខ្ញុំថានាងដួងក៏មានចិត្តមកលើខ្ញុំដែរខ្ញុំលួចសម្លឹងនាងរហូតមកតាំងតែពីខ្ញុំឃើញនាងនៅក្នុងបន្ទប់លួចមើលនាងតាមបង្អួចរហូតខ្ញុំចង់សារភាពយូរហើយតែមិនដែលមានឱកាសសោះតែក្នុងពេលនេះខ្ញុំសុំសារភាពថាខ្ញុំមានចិត្តទៅលើនាងដួងនាងយល់ព្រមធ្វើជាចំណែកមួយនៅក្នុងជីវិតរបស់ខ្ញុំដែរទេខ្ញុំសុំធ្វើជាស្វាមីនាងរៀបការជាមួយខ្ញុំបានទេ រឿងបែបនេះតើទៅសួរលោកពុកខ្ញុំសិនខ្ញុំជាកូនតាមបង្គាប់លោកពុកជានិច្ចណា បានខ្ញុំនឹងចូលស្ដីទៅដឹងដល់ពុកក្មេង ខ្ញុំរងចាំកុំជួបពេកណា
ស្អែកនេះតែម្ដងមិនឲ្យអនាគតប្រពន្ធរងចាំយូរនោះទេ អក្សរាបានចូលស្ដីដណ្ដឹងឌួងថាលោកសេដ្ឋីក៏បានរើសកូនស្រីឲ្យទៅអ្នកចំនួនវ័យក្មេងដែលជាដៃគូរកស៊ីរបស់ខ្លួនតែម្ដងដោយមិនអាយអង់យូរឡើយ